Hé, mau thiệt hơi, sò xoa cốm mà can tì krong Bengaluru, lại chi tì krong IT និងជាទីក្រុងទំនើបរបស់ប្រទេសឥណ្ឌា សួស្តីគ្នាយើងថ្ងៃនេះខ្ញុំនឹងនាំគ្នាមកលេង Bungalow Oh my god Wow ច្រឡំនៅនេះគេហៅថា Bengaluru គេហៅថា Bungalow ណាទីក្រុងមួយដែលធំជាងគេបន្ទាប់ពី Mumbai អញ្ចឹងនេះយើងដើម explore ដល់នេះក្រុងនឹងទាំងមិនដែរហើយយើងមកនេះបានតែរយៈពេលខ្លីទេបាន2ថ្ងៃទេអញ្ចឹងចាំមើល explore សាកមើលសិនថាទីបែបម៉េចអូខេហើយយើងកំពុងជិះតុកទៅដំណើរទៅកន្លែងមួយចាំមើលអស់នេះថាជាកន្លែងអ្វី Let's go vậyរួមទៅនៅក្នុងប្រទេសឥណ្ឌាវាចម្រុះមែនទែនទីក្រុងដែលធំជាងគេគឺទីក្រុង Mumbai ជាទីក្រុងសេដ្ឋកិច្ចហ្នឹងហើយតមកទៀតគឺជាទីក្រុង Bengaluru នឹងឯងគាត់អ្នកខ្លះគេហៅថា Bangalore ហើយខ្ញុំទៅអានត្រូវខុសទេទីក្រុងហ្នឹងបើតាមខ្ញុំមើលជាក់ស្ដែងទៅគឺទំនើបមែនទែនដោយសារតែទីក្រុងហ្នឹងវាតែធ្វើឡើងណាវាតែបង្កើតឡើងមិនដល់ជា20ឆ្នាំទៅដល់ព្រោះឃើញអាគារទាំងអស់វាស្អាតមែនទែនបើយើងមើលទៅវាស្តៀងដូចនៅជប៉ុនអីចឹងណាហើយគេចាត់ទុក Bengaluru ហ្នឹងគឺជាទីក្រុង IT ទីក្រុងនៃបច្ចេកវិទ្យាខាងព័ត៌មានវិទ្យារបស់ប្រទេសឥណ្ឌាតែម្ដងហើយដោយសារតែភាពសម្បូរបែបនៃទីក្រុងហ្នឹងឃើញមានក្រុមហ៊ុនអន្តរជាតិច្រើនពិសេសដូចជា Amazon អីហ្នឹងគេមានទីតាំងសាខានៅហ្នឹងបើប្រៀបធៀបជាមួយរដ្ឋនៅឥណ្ឌាមួយចំនួន Bangalore គេចាត់ទុកជាទីក្រុងដែលទំនើបទី2ណាបន្ទាប់ពី Mumbai ប៉ុន្តែរបស់មួយចំនួនក៏យ៉ាងថ្លៃដែរហ្នឹងបើនិយាយទៅទីក្រុង Bangalore ជាទីក្រុងមួយដ៏ស្អាតយើងមើលទៅណាហើយបើអ្នកដែលធ្លាប់មកលេងហ្នឹងបានមកលេងហ្នឹងគឺចាប់ចិត្តតែម្ដងដោយសារទីក្រុងវាទំនើបតែហើយមើលទៅមិនដូចជានៅប្រទេសឥណ្ឌាទេអូខេអញ្ចឹងមកតែប៉ុណ្្នឹងឯងវីដេអូក្រោយខ្ញុំនឹងនាំអ្នកគ្នាទៅមើលពេលជាវាំងនៅក្នុងទីក្រុង Bangalore បាយបាយ